ពួកនេះវាចូលមកធ្វើសកម្មភាពដំបូងវាមិនតាន់មកប្រព្រឹត្តភ្លាមទេវាត្រូវរកបង្អែករកបង្អែកបានហើយបើវាទៅរកទីតាំងបាទរកទីតាំងហើយរកមធ្យោបាយហើយវារកមនុស្សបាទពីណាមកធ្វើរកគោលដៅប្រតិបត្តិការឆបោបាទរកប្រព័ន្ធហិរញ្ញវត្ថុដើម្បីពលវាឆបោកមិនលុយយកសាច់លុយណាវាទៅតាមណាយើងអានេះជាបញ្ហាមួយដែលស្មុគស្មាញលើកដៃឡើងលើទាំងអស់បានយើងគិតថាបើមិនដាក់ចេញវិធានការបង្ក្រាបនិងបោសសម្អាតទេអត់ប្រើពាក្យបោសសម្អាតទេបញ្ហានៅតែដែរដល់ប្រើពាក្យបោសសម្អាតនេះដែលយើងគិតថាមិនពាក្យថាបោសសម្អាតត្រូវតែស្អាតដល់អញ្ចឹងហើយបានយើងឃើញថាប្រសិទ្ធភាពបើត្រឹមបង្ក្រាបទេយកលទ្ធផលមួយយកទៅផ្សាយណាបង្ហាញសាធារណជនថាបានធ្វើប៉ុន្តែអា100ទៀតនៅតែដែរមិនអញ្ចឹងទេបាទដល់ទៅពេលនិយាយបោះសម្អាតអត់មាននិយាយយកមួយទេនិយាយថាឲ្យស្អាតហើយឲ្យស្អាតនឹងមិនមែនឲ្យរួចខ្លួននេះត្រូវតែចាត់វិធានការផ្លូវច្បាប់អានឹងបានជាភាពទទួលខុសត្រូវមួយច្បាស់លាស់បន្លំខ្លួនជានគរបាលជប៉ុនហើយដែលបានធ្វើការឆោបបោកទៅកាន់ប្រជាជននៅប្រទេសជប៉ុនបាទអញ្ចឹងពួកគាត់ខ្លាចបន្លំគិតយូរអង្វែងមិនអាចគិតថាត្រឹមខែមេសាចប់ហើយឈប់ធ្វើទេបាទយើងធ្វើការបង្ក្រាបបោសសម្អាតនេះគឺត្រូវតែមានផែនការមានពេលវេលាកំណត់បើអត់កំណត់ទេក៏អត់ខំទេបាទកន្លែងខ្លះក៏នៅឆ្លៀតឱកាសតែដល់ពេលកំណត់យើងមានការវាយតម្លៃថាកន្លែងណាធ្វើកន្លែងណាមិនទាន់ធ្វើកន្លែងណានៅតែបដិបដោយអញ្ចឹងអាចប្រឈមនឹងការវះកាត់ទៅនឹងអ្នកទទួលខុសត្រូវដែលជាសមត្ថកិច្ចជាអាជ្ញាធរនិងអ្នកពាក់ព័ន្ធនេះខ្ញុំចង់បញ្ជាក់កន្លែងនោះឲ្យច្បាស់មកដើម្បីយល់ឃើញថាឆន្ទៈដាច់ខាតរបស់ប្រមុខរាជរដ្ឋាភិបាលបោះរាជរដ្ឋាភិបាលទាំងមូលបោះជាតិទាំងមូលគឺធ្វើឲ្យខណ្ឌតបានខ្ញុំគិតថាអ្នកទទួលខុសត្រូវវាមុនគេបង្អស់គឺអាជ្ញាធរគណៈវិជាការឯកភាពបាទហើយទី2គឺអ្នកដែលអនុវត្តផ្ទាល់អានឹងវាជាការទទួលខុសត្រូវហើយបើយើងមិនសម្រេចទេតើការសម្រេចចិត្តនឹងវានឹងប៉ះពាល់ដល់នយោបាយដឹកនាំរបស់រដ្ឋាភិបាលយ៉ាងម៉េចវាចាំបាច់ត្រូវតែវះកាត់លើបញ្ហានេះចំណុចទាំងអស់យើងទទួលស្គាល់ថាពីមុនដោយសារមានបញ្ហារកឃើញអញ្ចឹងខ្លះវិធានការបានដែរតែមិនមើងម៉ាត់អំពើនេះនៅតែកើតតែដល់តែមានចែងនៅក្នុងច្បាប់គឺយើងត្រូវអនុវត្តយកវិធានការច្បាប់គោលបាទនេះជាបញ្ហាមួយសំខាន់ហើយការតាក់តែងច្បាប់ទៀតសោះក៏យើងរកឃើញពីមូលហេតុទាំងអស់នេះហើយទៅមុខការចែងទៅលើបទល្មើសអ្នករួមគំនិតអ្នកសំគំនិតនេះគឺត្រូវទទួលទោសវាមិនណាអ្នកផ្ដល់ឱកាសឲ្យប្រព្រឹត្តបទល្មើសអ្នកធ្វើខ្នងបង្អែកត្រូវមានទោសវាមិនគឺមានចែងបង្កើតឲ្យមាននៅច្បាប់ប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះដើម្បីកម្រិតនៃការទទួលខុសត្រូវឲ្យទាំងអ្នកផ្ដល់ទីតាំងអ្នកផ្ដល់សេវាទាំងអ្នកផ្ដល់គំនិតអ្នកការពារខ្នងបង្អែកឡាក់គឺយើងត្រូវតែធ្វើបាទនេះជាបញ្ហាមួយច្បាប់នេះនឹងគណៈរដ្ឋត្រីប្រជុំពេញអង្គនៅថ្ងៃសុក្រខាងមុខនេះបាទហើយខ្ញុំគិតថាវិធានច្បាប់នេះគឺជាគោលរឹងមាំមួយនឹងការសម្រេចចិត្ត
មិនឲ្យបទល្មើសនេះកើតនៅកម្ពុជាខ្ញុំចង់ខ្ញុំគិតថានៅក្នុងខ្លឹមសារនៃសេចក្តីព្រាងច្បាប់មានមាត្រាចែងវាជាបទមិនមែនទោសមជ្ឈិបទេវាជាទោសអក្រិតបាទទោសអក្រិតគឺទោសទណ្ឌវាមាន5ឆ្នាំប៉ុន្តែស្ថានទម្ងន់ទោស15ទៅ30ឆ្នាំបាទហើយពិន័យជាប្រាក់រហូតទៅដល់ខ្ពស់បំផុតគឺដល់$50,000នៅក្នុងនេះតឹងណាស់បាទអញ្ចឹងដែលច្បាប់របស់កម្ពុជាកន្លងទៅអត់ធ្លាប់មានដល់ប៉ុណ្ណឹងទេបាទអញ្ចឹងមិនថាមិនមែនឆ្លើយយករួចខ្លួនថាខ្ញុំគ្រាន់បានជួលខ្ញុំបាននេះហើយបើយើងធៀបទៅនឹងច្បាប់គ្រឿងញៀនច្បាប់ប្រឆាំងបទល្មើសឆោបបោកដែលនឹងដាក់ឆ្លងទៅគណៈរដ្ឋមន្ត្រីនិងសភានេះគឺជាវិធានច្បាប់មួយពិសេសដែលតឹងបំផុតបាទកិច្ចសហប្រតិបត្តិជាមួយចិនក៏យើងឃើញថាមុខសញ្ញាជនជាតិចិនដែលតាមការស៊ើបអង្កេតរបស់សមត្ថកិច្ចចិនរត់គេចសម្ងំលាក់ខ្លួនធ្វើសកម្មភាពក៏យើងបានធ្វើកិច្ចសហប្រតិបត្តិនឹងឃាត់ហើយបណ្ដេញចេញពីកម្ពុជាយកទៅអនុវត្តតាមច្បាប់នៅក្នុងប្រទេសចិនហើយចុងក្រោយនេះដើមខែមករាក៏យើងឃើញហើយថាមុខសញ្ញាជាជនជាតិម្នាក់ឈ្មោះចិនស៊ីក៏បានត្រូវបានបណ្ដេញចេញពីកម្ពុជាដកហូតសញ្ជាតិហើយនឹងចិនកំពុងនឹងធ្វើការស៊ើបអង្កេតហើយកម្ពុជាក៏កំពុងតែធ្វើការស៊ើបអង្កេតដែរនេះជាចំណុចវិជ្ជមានមួយធំណាស់ហើយទន្ទឹមនេះក៏យើងបានបន្តការរកគូកនពាក់ព័ន្ធដែលជាមេខ្លោងបាទដែលបានប្រព្រឹត្តនៅកម្ពុជាតទៅទៀតបាទជាជនជាតិចិនគឺយើងត្រូវតែកិច្ចសហការជាមួយនឹងសមត្ថកិច្ចចិនដើម្បីធ្វើកិច្ចការងារនេះបានបង្ក្រាបនិងបោះសម្អាតទីតាំងវាមានប្រមាណជា250ទីតាំងនៅក្នុងទូទាំងប្រទេសហើយក្នុងនោះមានកាស៊ីណូប្រមាណ91ទីតាំងដែលជាកាស៊ីណូហើយយកទៅប្រព្រឹត្តនៅបទល្មើសឆោបបោកតាមប្រព័ន្ធបច្ចេកវិទ្យាហើយក៏បានចាត់វិធានការច្បាប់ទៅលើជនល្មើសដែលមានចំនួនច្រើនប្រមាណជា600បើតួលេខដែលយើងទទួលបានពីខាងក្រសួងយុតិធម៌មាន679នាក់ហើយមានសញ្ជាតិជាច្រើនហើយក្នុងនោះក៏មានចិនហើយចំនួននេះគឺចិនច្រើនបាទមានវងប្រមាណជាង100នាក់បាទហើយការរកឃើញនឹងការសហការដើម្បីបណ្ដេញចេញពីកម្ពុជានិងអនុវត្តទោសនៅប្រទេសចិនកន្លងមកទល់ពេលនេះគឺមានចំនួនក្នុងចំណោម8,989 នាក់ច្រើន23សញ្ជាតិហើយក្នុងនោះសញ្ជាតិចិនហ្នឹងគឺមានរហូតដល់ប្រមាណជាជិត6,000នាក់បាទខ្ញុំគិតថាចំនួនច្រើនជាងគេគឺចិនហ្នឹងហើយអ្វីដែលយើងមានការរីករាយទៅនឹងកិច្ចសហប្រតិបត្តិទៀតសោតក៏ខាងសមត្ថកិច្ចក្រសួងសន្តិសុខសាធារណៈចិនរដ្ឋាភិបាលចិនបានជួយគាំទ្រទាំងសមត្ថភាពទាំងសម្ភារៈបច្ចេកទេសមួយចំនួនដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេតនិងបង្ក្រាបនៅបទល្មើសនេះឲ្យដល់សមត្ថកិច្ចអនុវត្តច្បាប់របស់កម្ពុជាថែមទៀតហើយយើងក៏បានធ្វើកិច្ចសហប្រតិបត្តិជាមួយនឹងដៃគូជាពិសេសគឺសមត្ថកិច្ចអនុវត្តច្បាប់របស់ប្រទេសចិនដើម្បីផ្លាស់ប្ដូរព័ត៌មានបាទដើម្បីធ្វើយ៉ាងណារកឲ្យអស់អំពីមុខសញ្ញាដែលនៅសេសសល់បាទ
ហើយយើងគិតថាឥឡូវហ្នឹងវានៅគិតថាកន្លែងដែលអាចធូរលំឬមួយក៏កន្លែងដែលតែកំពុងតែប្រឈមនឹងបញ្ហាសន្តិសុខព្រំដែនវាក៏អាចរត់ទៅតំបន់ហ្នឹងហើយមួយចំនួនក៏វារត់ទៅទីតាំងដែលនៅតំបន់ខ្លះវាខិនដូមានច្រើនជាន់តែវាយកតែមកបន្ទប់ពីរបន្ទប់ធ្វើសកម្មភាពតិចទៀតយើងផ្ដល់ឲ្យឃើញជាក់ស្ដែងខ្ញុំយល់ឃើញថាកិច្ចសហប្រតិបត្តិការអន្តរជាតិជាបញ្ហាចាំបាច់ការជួយគ្នាការចែករំលែកគ្នាជាបញ្ហាចាំបាច់ហើយក៏ត្រូវទទួលស្គាល់ទាំងអស់គ្នារួមចំណែកនៅបញ្ហាដែលកើតមានឡើងមិនមែនដាក់បញ្ហាឲ្យកម្ពុជាទេមិនចឹងទេកន្លងទៅគេនាំគ្នាដាក់បញ្ហាឲ្យកម្ពុជាដល់អ្នកប្រព្រឹត្តប្រកាសសិតតែជនបរទេសនេះដែលជាចំណុចឈឺចាប់របស់កម្ពុជាខ្លាំងហើយចុងក្រោយប្រជាពលរដ្ឋនៅក្រៅប្រទេសផ្សេងយល់ច្រឡំមកលើកម្ពុជាឬអើងដល់ប្រជាជនកម្ពុជាណាចាត់ទុកកម្ពុជានឹងវាជាមូលដ្ឋានរបស់ពួកអក្រិតជនតែកម្ពុជារងគ្រោះដោយសារពួកជនបរទេសទាំងអស់ដែលមកប្រព្រឹត្តហើយការសម្រេចចិត្តនេះគឺជាការសម្រេចចិត្តរបស់កម្ពុជាមិនមែនជាការសម្រេចចិត្តរបស់បរទេសណាមួយមកបង្ខំកម្ពុជាទេគឺការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជារបស់ថ្នាក់ដឹកនាំកម្ពុជាទាំងអស់ដោយភាពជឿចាប់វាមានចំណុចខ្សោយមួយដែលឲ្យពួកនេះនៅមកប្រើប្រាស់ទីតាំងតែឥឡូវយើងបានបោះសម្អាតទីតាំងទាំងអស់ហើយបើធៀបទៅនឹងអ្វីដែលការព្រួយបារម្ភធម្មតាយើងគិតថាវាធ្វើបាននៅទីតាំងធំជាច្រើនតែយើងបំផ្លាញអស់ទីតាំងទាំងអស់នោះហើយយើងវានៅរត់លាក់បំពួនធ្វើសកម្មភាពដូចកដោអញ្ចឹងឥឡូវហ្នឹងតែយើងនៅតែបន្តរកអាកដោហ្នឹងឲ្យអស់ពីរត់ដើម្បីឲ្យប្រទេសជាតិយើងស្ដារមុខមាត់មកវិញឲ្យអន្តរជាតិយល់ថាកម្ពុជាមិនមែនទៅជាមូលដ្ឋានរបស់ពួកនេះទេបាទសុវត្ថិភាពរបស់ពួកនេះទេ